សួស្តីអ្នកទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹង Channel TG សម្រាប់ដោយសារតែបាត់មុខម៉ាយ៉ាធំនេះគឺគ្មានបាត់តាណាទេគឺកំពុងតែដេកអេសគូហើយនៅក្នុងវីដេអូមួយនេះដែរខ្ញុំនឹងយករឿងមួយយកមកសម្រាយឲ្យគ្នាយើងបានទស្សនាណាដោយក្នុងរឿងហ្នឹងគេនិយាយអំពី3សាច់4ក្បាលបានបន្លំខ្លួនធ្វើជាប្រសងທາງទៅចម្លងធម៌យកកម្ពីធម៌នៅលោកខាងលិចហ្នឹងហើយសាច់រឿងមួយហ្នឹងគឺពិតជាកំ pl ែងហើយនឹងកំសត់ខ្លាំងមែនតើបាទក៏តែមិនដឹងថាយើងសម្រាយទៅកំ pl ែងដូចពិតអីអត់ទេទោះយ៉ាងណាក៏សង្ឃឹមតែគ្នាយើងអាចចូលចិត្តវីដេអូមួយហ្នឹងណាកុំឲ្យខាត់ពេលយូរចូលទៅទស្សនាសាច់រឿងទាំងអស់គ្នាផ្ដើមសាច់រឿងរបស់យើងដំបូងវាកើតឡើងនៅលើភ្នំមួយដែលមានឈ្មោះថាឡាន់បន្ទាប់ពីនឹងមកក៏មានបរិសម្នាក់ដែលគាត់បានធ្វើដំណើរដើរឆ្លងកាត់នៅតំបន់នោះគណៈពេលនឹងដែរគាត់ក៏បានប្រទះឃើញជាមួយនឹងស្រមោលសត្វអ្វីមួយដែលលឹមមើលមិនសូវច្បាស់ប្រហែលទេរំពេចនោះស្រមោលមួយនោះក៏បានកម្រើកខ្លួនឡើងហើយងើបឈរធ្វើឲ្យបរិសម្នាក់ហ្នឹងគាត់មើលដឹងយ៉ាងច្បាស់ថានោះគឺជាបិសាចមិនមែនសត្វចម្លែកទេបន្ទាប់ពីឃើញអញ្ចឹងធ្វើឲ្យគាត់មានអារម្មណ៍ថាផិតភ័យខ្លាំងមែនតើក៏បានស្ទុះដាក់មេប្រុចរត់យកតែជីវិតខ្លួនឯងទេដោយអង្រែករបស់គាត់គឺបានទម្លាក់ចោលនៅកន្លែងហ្នឹងតែម្ដងអ្វីដែលគួរឲ្យតក់ស្លុតបំផុតបិសាចមួយក្បាលនោះគឺជាបិសាចជ្រូកព្រៃគឺវាកាចសាហាវខ្លាំងមែនតើហើយម្យ៉ាងបិសាចមួយនោះក៏ចេះក្បាច់គុណទៀតអញ្ចឹងបរិសម្នាក់ហ្នឹងគឺថារត់មិនរួចពីកំដាប់ដៃបិសាចជ្រូកព្រៃមួយហ្នឹងទេដល់ទៅពេលរត់មកដល់កន្លែងតអច្រកអញ្ចឹងទៅបរិសម្នាក់ហ្នឹងក៏បានលិតជង្គង់សំពះសុំអង្វរទៅកាន់បិសាចជ្រូកព្រៃហ្នឹងឲ្យទុកជីវិតឲ្យខ្លួនដល់ឡែកបិសាចជ្រូកព្រៃឯនេះវិញក៏បានបង្គាប់ឲ្យបរិសម្នាក់ហ្នឹងបកគលរបស់ដែលមានតម្លៃមកអស់សូម្បីតែសម្លៀកបំពាក់ដែលបរិសម្នាក់ហ្នឹងកំពុងតែពាក់ក៏ត្រូវបកគលឲ្យបិសាចជ្រូកព្រៃទាំងអស់ដែរទុកតែខោក្នុងមួយទេបន្ទាប់ពីនឹងមកបិសាចជ្រូកព្រៃមួយក្បាលហ្នឹងក៏បានស្រែកសម្លុតទៅកាន់បរិសម្នាក់ហ្នឹងថាបើសិនជាឯងយករឿងដែលយើងប្លន់ឯងនេះប្រាប់ទៅកាន់អ្នកដទៃទៀតយើងនឹងចាប់ទុកជីវិតរបស់ឯងដូចជាគល់ឈើមួយនេះអញ្ចឹងគឺកាច់បាក់ភុយតែម្ដងបរិសម្នាក់ហ្នឹងបន្ទាប់ពីស្ដាប់ជ្រូកព្រៃគម្រាមកំហែងបែបហ្នឹងហើយធ្វើឲ្យគាត់ភ័យតក់ស្លុតខ្លាំងមែនទែនហាមាត់បិទមិនចិត្តទេប៉ុន្តែនៅក្នុងគណៈពេលនោះក៏មានវត្តមានបិសាចក្អែកមួយក្បាលហ្នឹងបានដើរមកដល់សួរបិសាចជ្រូកព្រៃថាហែងជាពីណាគេបានមកស្រែកអាឡូអាឡាកតាថ្ងៃត្រង់ហ្នឹងបិសាចជ្រូកបន្ទាប់ពីស្ដាប់ហើយគឺមិនទាន់បានឆ្លើយតបទេក៏បានសួរបកទៅកាន់បិសាចក្អែកវិញថាចុះអាហែងហ្នឹងជាពីណាគេក្អែកក៏តបទៅវិញដោយគេហ្នឹងបានលើកស្លាកសញ្ញាមួយបង្ហាញទៅកាន់បិសាចជ្រូកហើយក៏បាននិយាយថាគេហ្នឹងមកពី King Khao អត្តន័យរបស់គេហ្នឹង9527អាចជ្រូកនេះបន្ទាប់ពីបានលើថា King Khao គឺគេចាប់ផ្ដើមទុនជង្គង់ក្រឹបហើយធ្វើការគោរពទៅកាន់បិសាចក្អែកហ្នឹងតែម្ដងមិនដឹងថាមានមូលហេតុអីទេហើយបានយើងងាយស្រួលយល់ពាក្យថា King Khao បកប្រែខ្មែរមកគឺរូងភ្នំស្ដាច់ចុះបន្ទាប់ពីហ្នឹងមកបិសាចក្អែកហ្នឹងក៏បានសួរទៅកាន់អាចជ្រូកវិញចុះហែងហ្នឹងមកពីណាដែរអាចជ្រូកហ្នឹងក៏បានតបទៅវិញថាគាត់ហ្នឹងគ្មានផ្ទះសម្បែងអីទេគាត់រស់នៅក្នុងព្រៃដើរប្លន់ដើរអីជាធម្មតាអញ្ចឹងទៅក្អែកគាត់ទៅលើថាជ្រូករស់នៅក្នុងព្រៃអញ្ចឹងក៏បានដាក់ជ្រូក3ដៃហើយប្រាប់ទៅកាន់ជ្រូកថាថ្ងៃក្រោយកុំចេះតែដើរប្លន់ទៅពីទៅពីនៅក្នុងព្រៃហ្នឹងព្រោះថាក្នុងព្រៃហ្នឹងកាន់កាប់នឹងជាកម្មសិទ្ធិរបស់រូងភ្នំស្ដាច់អញ្ចឹងបើក្រៅពីអ្នកនៅក្នុងរូងភ្នំស្ដាច់គឺគ្មានសិទ្ធិក្នុងការមកប្លន់នៅកន្លែងហ្នឹងទេនិយាយមកដល់ប៉ុណ្ណាបិសាចក្អែកហ្នឹងក៏បានធ្វើការប្លន់តពីអាជ្រូកណាដោយប្លន់យកទ្រព្យសម្បត្តិរឹកអស់អាលីងគេថាសំបីតែខោអាវគឺមិនទុកអាជ្រូកទេទុកតែខោក្នុងមួយទេបានបន្តិចក្រោយមកហ្នឹងស្រាប់តែបិសាចកង្កែបមួយក្បាលហ្នឹងបានបង្ហាញខ្លួនហើយសុំអង្វរទៅកាន់បិសាចក្អែកថាឲ្យទុកជីវិតនិងលើកលែងអាជ្រូកនឹងផងព្រោះថាជ្រូកហ្នឹងគឺជាមិត្តភក្តិរបស់ខ្លួនកាលពីនៅក្មេងបិសាចក្អែកបន្ទាប់ពីកលេចឃើញស្លាកឈ្មោះដែលនៅជាប់ចង្កេះរបស់បិសាចកង្កែបគេក៏បានយល់ន័យភ្លាមថាបិសាចកង្កែបហ្នឹងគឺជាសមាជិកដែលធ្វើការនៅក្នុងរូងភ្នំស្ដាច់ក៏ប៉ុន្តែកង្កែបហ្នឹងគឺឋានៈតូចទេបាទគឺស្លាកឈ្មោះគាត់ហ្នឹងគឺឋានៈគាត់ត្រឹមតែជាចុងភៅនៅក្នុងចក្រានបាយទេបន្ទាប់ពីឃើញបែបហ្នឹងហើយបិសាចក្អែកហ្នឹងក៏អត់ខ្វល់អីដែរក៏បានដើរចាក់ចេញទៅទាំងរំភើយតែម្ដងហើយមុននឹងចាក់ចេញទៅបិសាចក្អែកហ្នឹងក៏បានបោះជាមួយនឹងឃ្លោកដាក់ទឹកមួយទៅឲ្យបិសាចជ្រូកហ្នឹងវិញបន្ទាប់ពីហេតុការណ៍មួយហ្នឹងបានកន្លងផុតទៅកង្កែបហ្នឹងក៏បានហាជ្រូកហ្នឹងទៅធ្វើការជាមួយគ្នាក៏ប៉ុន្តែមិនមែនធ្វើការធំដុំអីទេគឺមកជូតឆ្នាំងឡអីគេនេះអាជ្រូកហ្នឹងក៏បានឆ្លៀតនិយាយដែរថាគាត់ពិតជាចង់មកធ្វើការនៅក្នុងរូងភ្នំស្ដាច់នឹងខ្លាំងមែនតើក៏ប៉ុន្តែមើលទៅគាត់គ្មានឱកាសទេប៉ុន្តែកង្កែបក៏បានលើកទឹកចិត្តទៅកាន់អាជ្រូកថាអត់អីទេសមត្ថភាពរបស់អាជ្រូកប៉ុណ្ណេះគង់តែមានថ្ងៃណាមួយបានចូលធ្វើការទេបន្ទាប់ពីហ្នឹងអាជ្រូកហ្នឹងក៏បានកើតចិត្តឆ្ងល់ថាម៉េចបានឡដែលពួកគេកំពុងតែជូតសម្អាតហ្នឹងមានដល់ទៅ4អាកង្កែបហ្នឹងក៏បាននិយាយប្រាប់ទៅកាន់អាជ្រូកថាមូលហេតុដែលចង្ក្រានឡហ្នឹងមានដល់ទៅ4ដោយសារតែនៅថ្ងៃខាងមុខហ្នឹងព្រះសង្ឃថាងបូករួមទាំងកូនសិស្សរបស់គេ3នាក់ទៀតនឹងធ្វើដំណើរឆ្ពោះទៅកាន់លោកខាងលិចដើម្បីទៅចម្លងធម៌ហើយការធ្វើដំណើររបស់ពួកគេទាំង4នាក់ហ្នឹងនឹងធ្វើដំណើរឆ្លងកាត់ភ្នំឡានដែលពួកបិសាចទាំងអស់កំពុងតែរស់នៅនឹងឯងហើយពួកថ្នាក់បិសាចថ្នាក់ខ្ពស់ដែលរស់នៅក្នុងរូងភ្នំស្ដាច់ពួកគេក៏បានប្រជុំគ្នាហើយថានឹងយកឡទាំង4ឬក៏ចង្ក្រានទាំង4ហ្នឹងទុកស្ងោរសាច់សង់ថាងជាមួយនឹងកូនសិស្សរបស់គេហើយពួកបិសាចទាំងអស់ហ្នឹងជឿថានៅពេលដែលបានបរិភោគឬក៏ស៊ីសាច់សង់ថាងហ្នឹងទៅធ្វើឲ្យជីវិតរបស់ពួកបិសាចទាំងអស់ហ្នឹងមានជីវិតអមតៈ
អាចជ្រូកហ្នឹងក៏បានឆ្លៀតសួរទៀតថាចុះបើសិនជាអាចសល់សាច់សងខាងម្ដងគឺមានចំណាយសម្រាប់ពួកកូនបិសាចតូចៗដូចពួកគេអត់ក៏ប៉ុន្តែពេលនោះដែរអាកង្កែបក៏បាននិយាយទៀតថាអត់ទេពួកយើងនឹងថ្នាក់ទាបណាស់យើងបានត្រឹមតែសម័យនឹងដេកសបិនទេគឺគ្មានឱកាសក្នុងការស៊ីសាច់សងខាងដូចពួកបិសាចថ្នាក់ខ្ពស់ទេនិយាយគ្នាបដាធ្វើការបដាហ្នឹងស្រាប់តែជ្រូកហ្នឹងនឹកឃើញថាកណាត់ដែលគេយកមកជូតចង្ក្រានហ្នឹងដូចជូតមិនច្រាស់សោះវាក៏តែអត់ប្រយោជន៍ណាចឹងតាជ្រូកក៏នឹកឃើញដល់កំណត់មួយគេក៏បានលោតចូលទៅក្នុងឆ្នាំងហើយយករោមរបស់គេដែលនៅនឹងក្រោយខ្នងហ្នឹងយកទៅដោះឆ្នាំងមួយហ្នឹងអាកង្កែបណាឃើញចឹងមើលទៅដូចជាតំណងក៏បានចូលទៅជួយអាជ្រូកណាដោះខាត់ពួកបិសាចទាំងពីរក្បាលហ្នឹងខំប្រឹងធ្វើការសំបីតែអាជ្រូកដែរបើទោះបីជាខ្នងរបស់គាត់ក្រហមអស់រោមមិនក៏ដោយក៏គាត់នៅយកក្បាលរបស់គាត់ទៅជួយធ្វើការងារហ្នឹងដែរបន្ទាប់ពីហ្នឹងមកគឺថាការងាររបស់ពួកគេក៏បានរួចរាល់ហើយបិសាចថ្នាក់ខ្ពស់ហ្នឹងក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យការងារបិសាចខ្លាណាបន្ទាប់ពីបានឃើញឆ្នាំងពណ៌មាសចេញពន្លឺយ៉ាងចិញ្ចាំងចិញ្ចាគេក៏បានខិតខំព្យាយាមផ្ទៀងលំអិតមើលណាគណៈពេលឡងដែរអាកង្កែបជាមួយនឹងអាជ្រូកព្រៃហ្នឹងក៏ចាប់ផ្ដើមមានអារម្មណ៍ថាសប្បាយចិត្តព្រោះគេគិតថាអាចនឹងត្រូវបានថ្នាក់លើទៅសើនឹងលើកទឹកចិត្តឲ្យរង្វាន់អីចឹងតែក៏ប៉ុន្តែផ្ទុយពីការពិតមានឯណាបិសាចខ្លាហ្នឹងក៏បានសួរពួកគេបើកភ្នែកធំមកថាឯណាទៅតួអក្សរនៅក្នុងឆ្នាំងបន្ទាប់ពីលឺអញ្ចឹងអាកង្កែបជាមួយនឹងអាជ្រូកព្រៃក៏ចាប់ផ្ដើមមើលមុខគ្នាភ្លឺឆ្ងល់ណាហីអាចោបកាច់ណាយក៏ទំនេរមកទៅសេអក្សរនៅក្នុងឆ្នាំងបិសាចខ្លាដែលជាបិសាចថ្នាក់ខ្ពស់ហ្នឹងក៏បានស្រែកសម្លុតពួកគេថាឯណាទៅតួអក្សរនៅក្នុងឆ្នាំងដែលតួអក្សរនោះគឺជាតួអក្សរដូនតាបិសាចដែលបន្សល់ទុកនៅក្នុងបាតឆ្នាំងហ្នឹងយូរយារមកហើយឥឡូវនេះគឺឲ្យលុបខ្ទេចរឿងរ៉ាវបែបហ្នឹងធ្វើឲ្យបិសាចខ្លាហ្នឹងខឹងពួកគេពីរនាក់ហ្នឹងខ្លាំងមែនតើក៏បានបញ្ជាឲ្យកូនចៅរបស់គេហ្នឹងសម្លាប់អាពីរនាក់ហ្នឹងចោលក៏ប៉ុន្តែអាកង្កែបហ្នឹងក៏បានយំអង្វរទៅកាន់បិសាចខ្លាហ្នឹងថាឲ្យទុកជីវិតឲ្យពួកគេផងពួកគេអត់មានដឹងងងអីទេតែមានណាកូនចៅរបស់បិសាចខ្លាហ្នឹងក៏បានជាកំបិតកាប់ទៅកាន់អាកង្កែបតែចេះសំណាងអីអាជ្រូកព្រៃហ្នឹងក៏បានដកមិត្តភ័ក្តិរបស់ខ្លួនចេញហើយយកក្បាលរបស់ខ្លួនរងជំនួសប៉ុន្តែបើអត់មានជាបញ្ហាអីទេក្បាលជ្រូកព្រៃហ្នឹងរឹងខ្លាំងមែនតើរឹងរហូតដល់ថ្នាក់កំបិតដែលកូនចៅរបស់បិសាចខ្លាហ្នឹងកាប់មកគឺថាកាប់អត់មុតទេហើយម្យ៉ាងវិញទៀតធ្វើឲ្យអាកំបិតហ្នឹងបាក់បែកខ្ទេចខ្ទីហិនហើយទៀតឆ្លៀតក្នុងអាកាសភាពការកំពុងតែញ៉ែញ៉ៃជ្រូកព្រៃហ្នឹងក៏បានដឹកដៃអាកង្កែបហ្នឹងរត់ដាក់មេប្រូចទៅទៅព្រះចោះទៅមកប៉ុន្តែបិសាចខ្លាក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនដេញសម្លាប់អាពីរនាក់ហ្នឹងឲ្យតទៅបានចេះសំណាងលោអីអាជ្រូកព្រៃហ្នឹងក៏បាននាំអាកង្កែបរត់ពួននៅក្នុងកន្លែងមួយដោយសុវត្ថិភាពមែនតើហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានទាស់សម្ដីគ្នាណាអាកង្កែបហ្នឹងក៏បានខឹងអាជ្រូកហើយចោទអាជ្រូកថាដោយសារតែអាជ្រូកនឹងឯងទៅធ្វើឲ្យជីវិតការងាររបស់គេគឺបរាជ័យរហូតដល់ថ្នាក់គេហ្នឹងត្រូវរត់គេចពីចវាយរបស់ខ្លួនកង្កែបហ្នឹងក៏បានស្រែកបន្ទោសទៅកាន់ជ្រូកខ្លាំងស្រែកទាំងកំហឹងទាមទារឲ្យជ្រូកហ្នឹងសងអ្វីដែលខ្លួនបានបាត់បង់ហ្នឹងត្រឡប់មកវិញគឺដោយសារតែជ្រូកនឹងឯងទើបធ្វើឲ្យជីវិតរបស់កង្កែបហ្នឹងចាប់ផ្ដើមដុនដាបអារោកអារ៉ាចោលតម៉ាយហើយពេលនោះដែរអាជ្រូកក៏បានយល់ពីជំរឿចិត្តរបស់កង្កែបដោយសារតែកង្កែបស្រឡាញ់ការងាររបស់គាត់អញ្ចឹងហើយបានជាកង្កែបគាត់ដាច់ចិត្តពីការងារប៉ុន្តែនៅក្នុងគណៈពេលនោះដែរអាជ្រូកក៏បាននឹកឃើញដល់គំនិតមួយហើយពពោះកង្កែបហ្នឹងចាក់ចេញពីភ្នំឡានហ្នឹងណាកង្កែបគ្រាន់តែលឺអាជ្រូកនិយាយអញ្ចឹងក៏លាន់មាត់ជួយហើយបែកមកអាជ្រូកហើយអញចាក់ចេញពីភ្នំឡានហ្នឹងទៅរស់នៅណាយ៉ាងនេះអាជ្រូកហ្នឹងក៏បានព្យាយាមនិយាយបញ្យល់ទៅកាន់កង្កែបថាគេចាក់ចេញពីភ្នំឡាននេះគឺមិនមែនតែណាឆ្ងាយទេគឺទៅចាប់សង់ທາງដើម្បីយកមកស្ងោរស៊ីពួកគេដឹងថាសង់ທາងនៅពេលនេះកំពុងតែធ្វើដំណើរអញ្ចឹងបើសិនជាពួកគេចេញដំណើរនៅពេលនេះប្រហែលជាមានឱកាសក្នុងការចាប់សង់ທາងបានមុនពួកបិសាចថ្នាក់ខ្ពស់អាកង្កែបហ្នឹងក៏បានបដិសេធថាគេអត់ធ្វើទេពួកគេខ្លាចពួកបិសាចនៅក្នុងរូងភ្នំស្ដាច់ដឹងច្បាស់ជាសម្លាប់ពួកគេចោលហើយអាជ្រូកហ្នឹងក៏នៅតែបន្តនិយាយទៀតថាទោះបីជាយើងមិនទៅចាប់សង់ທາងក៏ពួកហ្នឹងនៅតែសម្លាប់យើងដែរផ្ទុយទៅវិញបើសិនជាយើងបានស៊ីសាច់សង់ທາងនោះយើងនឹងមានជីវិតអមតៈបិសាចកង្កែបនៅពេលស្ដាប់បិសាចជ្រូកព្រៃនិយាយទៅមានហេតុផលវាក៏ធ្វើតាមហ្នឹងហើយបន្ទាប់ពីហ្នឹងមកពួកគេទាំងពីរនាក់ហ្នឹងក៏បានធ្វើដំណើរចាក់ចេញពីភ្នំឡានទៅចាប់សងທາងណាស្រាប់តែពួកគេមកដល់កន្លែងមួយពួកគេក៏បានឃើញមនុស្សហ្នឹងកំពុងតែវិដំធ្វើបាបទៅកាន់បិសាចកជ្រងណាលេងប្រើឲ្យបិសាចកជ្រងធ្វើគោធ្វើសេះអីចឹងវេទនាខ្លាំងមែនតើបិសាចកង្កែបហ្នឹងក៏ប្រាប់បិសាចជ្រូកថាមិនបាច់ខ្វល់ទេអាហ្នឹងរឿងគេទេក៏តែជ្រូកហ្នឹងអត់ទេថាញ៉ាញ៉ៃមែនតើឃើញចឹងគឺទើសភ្នែកបើមិនជួយគឺមិនបានត្មងមួយរំពេចក្រោយមកណាជ្រូកក៏បានចេញទៅស្ដីឲ្យមនុស្សថាមិនបានមកចាប់បិសាចធ្វើបាបទាំងកតាថ្ងៃត្រង់នោះអត់ចេះខ្មាស់អៀនគេទេហើយតិតម្នាក់នេះនៅពេលឃើញបិសាចច្រើនពេកហ្នឹងក៏ឆ្ងល់ជួយបិសាចអីក៏ច្រើនម្ល៉េះជ្រូកនេះក៏បានបញ្យល់ណែនាំថាមនុស្សគឺមិនអាចធ្វើបាបបិសាចបានទេគឺមានតែបិសាចទេដែលអាចធ្វើបាបមនុស្សពេលនោះជ្រូកក៏បានដាក់អាកជ្រងនោះមកដៃផ្លាប់ថាធ្វើជាបិសាចតលែឲ្យមនុស្សធ្វើបាបខ្មាស់គេចោលម៉ាយជ្រូកនេះគ្នាក៏ខំបកស្រាយថាអត់ទេគឺគាត់ដូចឃ្លានពេកចឹងទៅគាត់ក៏បានចូលទៅលួចរបស់គេញ៉ាំដល់បន្ទាប់ពីហ្នឹងមកក៏ត្រូវ
បានមនុស្សចាប់បានយកមកធ្វើបាបចឹងទៅអាចជ្រូកឯនេះក៏ចាប់ផ្ដើមអាណិតទៅកាន់កជ្រោងហើយប្រាប់ទៅកាន់កជ្រោងថាថ្ងៃក្រោយក៏ឲ្យមនុស្សធ្វើបាបចឹងទៀតគឺបាក់មុខទៅដល់ស្ដេចពួកគេខ្លាំងមែនតើហើយកជ្រោងក៏បាននិយាយតបទៅវិញថាស្ដេចកជ្រោងរបស់គាត់គឺបានបាត់បង់ជីវិតនៅថ្ងៃនឹងបាត់ទៅហើយដោយសារតែពួកគេនឹងចង់ស៊ីសាច់សងខាងខ្លាំងពេកទើបធ្វើឲ្យសិស្សរបស់សងខាងស៊ុនអ៊ូខុងនឹងសម្លាប់ពួកគេអាចជ្រូកឯនេះក៏សួរថាពីណាគេស៊ុនអ៊ូខុងពេលនោះមនុស្សនឹងក៏បានលូកមាត់ថាស៊ុនអ៊ូខុងនឹងគឺជាស្ដេចស្វាដែលមានឫទ្ធិអំណាចអស្ចារ្យឡើងទៅអុកឡុកឋានលើវាយប្អិនឡើងកើរីកបលាំងឯណានោះហើយជ្រូកនឹងក៏បកមកវិញថាខ្ញុំមិនមែនសួរឯងទេមនុស្សកំលូកមាត់ខ្ញុំសួរបិសាចកជ្រោងគ្នាខ្ញុំឯណាណែបាទដល់ទៅពេលងាកទៅមើលកជ្រោងគឺកជ្រោងរត់បាត់គ្មាននៅទេបាទគឺថារត់យកទៅប្រាយកទៅឯងទេពេលណាជ្រូកនឹងក៏បានឲ្យមនុស្សនឹងនិយាយតមកលោកឯងនិយាយមកថាស៊ុនអ៊ូខុងនឹងគឺជាពីណាគេបាទមនុស្សម្នាក់ហ្នឹងក៏បានរៀបរាប់ប្រាប់ទៅកាន់បិសាចទាំងពីរក្បាលហ្នឹងណាថាស៊ុនអ៊ូខុងនឹងគឺជាសិស្សរបស់ព្រះសង្ឃថាងហើយក៏ជាសិស្សដែលមានឫទ្ធិអំណាចខ្លាំងជាងគេដែលស៊ុនអ៊ូខុងទទួលភារកិច្ចការពារសង្ឃថាងទៅចម្លងធម៌ទៅយកគម្ពីរធម៌នៅលោកខាងលិចហើយនៅតាមផ្លូវស៊ុនអ៊ូខុងបានប្រហារសម្លាប់ស្ដេចបិសាចសម្លាប់កូនបិសាចជាច្រើនបន្តិចទៀតរួមទាំងអាបិសាចពីរក្បាលឯងនេះគឺថាស៊ុនអ៊ូខុងផ្ទាត់តែម្រាមដៃទេក៏អេតេសង្កពួរដែរអាបិសាចកែបក៏ដូចជាអាបិសាចជ្រូកព្រៃបន្ទាប់ពីលឺចឹងក៏ចាប់ផ្ដើមសួរគ្នាថាឲ្យខ្លាចអត់ទេបរិះម្នាក់ហ្នឹងក៏បន្តនិយាយទៀតថាឥឡូវនេះព្រះសង្ឃថាងក៏ដូចជាសិស្សរបស់គាត់ហ្នឹងកំពុងតែស្នាក់នៅក្នុងរាជធានីដោយស្ដេចនៃមនុស្សរបស់ពួកគេហ្នឹងកំពុងតែធ្វើពិធីជប់លៀងយ៉ាងអ៊ូអរមែនទែនក្នុងរយៈពេល10ថ្ងៃហើយនេះហើយជាមូលហេតុដែលគាត់មិនខ្លាចពួកបិសាចកប៉ិចកប៉ុកដូចជាបិសាចពីរក្បាលហ្នឹងទេអញ្ចឹងគ្រាន់តែគាត់ធ្វើការវីកងលឺសំឡេងឡើងអ្នកភូមិរបស់គាត់នឹងប្រមូលផ្ដុំគ្នាមកចាប់បិសាចទាំងពីរក្បាលនឹងភ្លាមនៅពេលនោះហើយស្ដេចស្វាស៊ុនអ៊ូខុងនឹងបង្ហាញខ្លួនហើយពួកអាកប៉ិចកប៉ុកដូចជាឯងប្រកាសជាត្រូវសម្លាប់ខ្ចោចជាមិនខានទេអាពៅហ្នឹងហើយបន្ទាប់ពីគាត់និយាយហើយក៏បានទៅយកកងមួយបំរុងថាយកស្អីមួយមកគោះឲ្យលឺណាហើយបិសាចកង្កែបហ្នឹងក៏បានទៅអង្វរថាប្រាដឺអាកុំអីពួកគេហ្នឹងគឺជាបិសាចកប៉ិចកប៉ុកគ្មានដឹងអីទេហើយណាមួយពួកគេមិនមែនជាបិសាចនៅក្នុងតំបន់ហ្នឹងទេគ្រាន់តែជាបិសាចដើរឆ្លងកាត់ណាប៉ុន្តែបរិះម្នាក់ហ្នឹងគឺអត់ស្ដាប់ការអង្វរករបស់បិសាចកង្កែបទេចង់បិសាចកង្កែបហ្នឹងវល់ប៉ុណ្ណាក៏គាត់អត់ខ្វល់ដែរសំខាន់គឺគាត់ដើររត់ដំបងដើម្បីគោះកងផ្ដល់ព័ត៌មានហ្នឹងឲ្យទៅកាន់អ្នកភូមិរបស់គាត់ផ្សេងទៀតដូចគ្នាដដែលបិសាចកង្កែបហ្នឹងក៏នៅតែនិយាយថាប្រាដឺអាកុំខំប្រឹងគោះកងអីស្មោះនេះអីអ្នកភូមិអីគាត់មិនទាន់ងើបទេកុំរំខានពួកគេអីបន្ទាប់ពីអង្វរបែបហ្នឹងហើយកែបក៏បានលិតជង្គង់ហើយសាពះទៅកាន់បរិះម្នាក់ហ្នឹងថាកុំអីពួកគាត់ដឹងខុសហើយអាចជ្រូកនេះឃើញចឹងក៏បានស្ដីឲ្យអាកង្កែបថាមកអាលបលយកធ្វើជាបិសាចលបលកាច់ស្អីនេះទៅលិតជង្គង់សាពះមនុស្សអីណាក៏ប៉ុន្តែដល់ទៅពេលចុងក្រោយមានអាណាបិសាចទាំងពីរក្បាលហ្នឹងក៏ត្រូវបានបរិះម្នាក់ហ្នឹងចាប់ឲ្យពួកគេធ្វើគោធ្វើសេះដើម្បីបបិលម្សៅកិនស្រូវអីណានេះជាចុងក្រោយហ្នឹងស្មន់តែខ្លាំងបាទពីក្បាលហ្នឹងត្រូវមនុស្សធ្វើបាបអដែលហ្នឹងនៅក្នុងពេលដែលអាកង្កែបនឹងអាចជ្រូកកំពុងតែធ្វើការហ្នឹងវាក៏បានឆ្លៀតសួរទៅកាន់បរិះម្នាក់ហ្នឹងណាថាហេតុអីបានជាប្រសងថាងនឹងសិស្សរបស់គាត់ហ្នឹងចង់ទៅយកគម្ពីរធម៌នៅលោកខាងលិចបរិះម្នាក់ហ្នឹងក៏បាននិយាយទាំងជឿជាក់ថាដោយសារតែនៅក្នុងគម្ពីរធម៌ហ្នឹងនៅពេលដែលនរណាម្នាក់បានសិក្សាពីអត្ថន័យនៅក្នុងគម្ពីរធម៌ហ្នឹងហើយពួកគេនឹងខ្លាចទៅជាព្រះពុទ្ធដោយនេះហើយបានជាស្ដេចស្វាស៊ុនអ៊ូខុងពោពេញទៅដោយឫទ្ធិអំណាចហ្នឹងសុកចិត្តស្ដាប់បង្គាប់តាមព្រះសង្ឃថាងដើម្បីទៅយកគម្ពីរធម៌នៅលោកខាងលិចអាចជ្រូកនេះក៏បន្តសួរទៀតថាចុំស្ដេចស្វាស៊ុនអ៊ូខុងហ្នឹងគឺជាបិសាចមែនបរិះម្នាក់ហ្នឹងក៏តបមកវិញថាត្រឹមត្រូវហើយស្ដេចស្វាស៊ុនអ៊ូខុងហ្នឹងគឺជាបិសាចហើយមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែជ្រូកប៉ៅជ័យហ្នឹងក៏ជាបិសាចដែរហើយសេះដែរព្រះសង្ឃថាងជីហ្នឹងក៏ជាបិសាចដូចគ្នាដែរអាចជ្រូកហ្នឹងក៏កាត់ចិត្តឆ្ងល់ថាមិនបានបិសាចទាំងអស់នោះបែរជាចង់ខ្លាចទៅជាព្រះទៅវិញពេលហ្នឹងបរិះម្នាក់ហ្នឹងក៏បាននិយាយថានៅពេលដែលខ្លាចទៅជាព្រះគ្រប់មនុស្សទាំងឡាយនឹងគោរពជារៀងរហូតអាចជ្រូកនេះក៏បាននិយាយថាអញ្ចឹងមានន័យថាព្រះមានជីវិតអមតៈអញ្ចឹងទៅបរិះម្នាក់ហ្នឹងក៏បានតបទៅវិញថាប្រកាសណាស់ប៉ុន្តែនិយាយច្រើនពេកទៅបរិះម្នាក់ហ្នឹងក៏ចាប់ផ្ដើមខឹងថាបិសាចជ្រូកហ្នឹងក៏សួរគាត់ច្រើនខ្លាំងមែនទែនឲ្យគាត់ខំធ្វើការទេហើយគាត់ហ្នឹងក៏បានគម្រាមពួកបិសាចពីរនាក់ហ្នឹងថាបើសិនជាពួកអីមិនខំធ្វើការទេគាត់នឹងគោះកងដើម្បីឲ្យប្រជាជនទាំងអស់មកចាប់បិសាចពីរក្បាលហ្នឹងលឺចុះភ័យខ្លាំងមែនទែនក៏គាត់ខំនាំគ្នារុញអាត្បាល់កិនម្សៅហ្នឹងណាខំប្រឹងធ្វើការហ្នឹងហើយបន្ទាប់ពីហ្នឹងមកពួកបិសាចទាំងពីរក្បាលហ្នឹងក៏បានទៅអង្គុយនៅលើវាស្មៅដ៏ធំល្វឹងល្វើយមួយដើម្បីគិតគ្នារកវិធីសាស្ត្រផ្សេងណាគណៈពេលហ្នឹងដែរបិសាចកង្កែបហ្នឹងក៏ចាប់ផ្ដើមអស់សង្ឃឹមនៅក្នុងជីវិតរបស់គាត់ខ្លាំងមែនទែនបន្ទាប់ពីបានលើបរិះម្នាក់ហ្នឹងនិយាយថានៅក្បែរខ្លួនរបស់ព្រះសង្ឃថាងគឺមានបិសាចស្វាចាំការពារអញ្ចឹងធំតែសមត្ថភាពបិសាចកប៉ិចកប៉ុកថ្នាក់ទាបដូចជាពួកគេគឺមិនអាចសម័យស៊ីសាច់សងថាងបានទេកុំថាឡើយសាច់សងថាងសម្បីតែក្លិនផោមរបស់សងថាងក៏មិនអាចទៅបានហិតដែរពេលហ្នឹងទើបធ្វើឲ្យបិសាចកង្កែបចាប់ផ្ដើមស្ដីបន្ទោសទៅកាន់អាជ្រូកជាលើកទី2ដោយសារតែអាជ្រូកនឹងឯងបានធ្វើឲ្យគាត់នឹងដើរមកដល់ចំណុចនេះសម្បីតែការងារក៏គ្មានធ្វើដែរគាត់ចង់ត្រឡប់ទៅកាន់ភ្នំឡានរបស់គាត់
វិញពេលនឹងដែរជ្រូកនឹងក៏បាននឹកឃើញកំណត់មួយទៀតថាពួកគេអាចទៅចម្លងធွာជាមួយនឹងប្រសងខាងបានប៉ុន្តែកង្កែបនឹងក៏បានបដិសេធថាពួកគេមិនអាចទៅរួចទេដោយសារតែពួកគេនឹងគឺជាបិសាចថ្នាក់ទាបអញ្ចឹងមិនអាចចូលទៅចិត្តសងខាងបានទេបើសុនអ៊ូខុងដឹងនឹងច្បាស់ជាសម្រាប់ពួកគេចោលមុននឹងជាមិនខានមកសន្ទុះក្រោយមកណាជ្រូកក៏នឹកឃើញកំណត់មួយទៀតថាបើសិនជាពួកគេមិនអាចទៅចម្លងធွာជាមួយនឹងប្រសងខាងបានទេអញ្ចឹងពួកគេអាចបន្លំខ្លួនធ្វើជាក្រុមគ្នារបស់ប្រសងខាងដើម្បីទៅចម្លងធွာហើយជ្រូកនឹងក៏បានរៀបចំផែនការថាឲ្យអាកង្កែបនឹងបន្លំខ្លួនធ្វើជាប្រសងខាងអាចចំណៃវាបន្លំខ្លួនធ្វើជាប៉ៅចេហើយផែនការតទៅមុខទៀតពួកគេត្រូវស្វែងរកសមាជិក2នាក់ទៀតដើម្បីបន្លំខ្លួនធ្វើជាសិនអ៊ូខុងហើយនឹងអាសាហើយបន្ទាប់ពីនឹងមកក្រុមពួកគេទាំង4នាក់នឹងទៅចម្លងធွာជំនួសឲ្យប្រសងខាងគ្មានពីណាគេដឹងទេថាពួកគេគឺជាអ្នកបន្លំខ្លួនព្រោះអីនៅពេលហ្នឹងប្រសងខាងក៏ដូចជាសិស្សរបស់ពួកគេនឹងកំពុងតែជាប់ជប់លៀងនៅនគរមនុស្សគឺ10ថ្ងៃឯណោះអញ្ចឹងយូរមែនតើប៉ុន្តែកង្កែបនេះស្ដាប់ផែនការរបស់ជ្រូករៀបរាប់ហើយគេក៏បានបដិសេធថាវាជាកំណត់ឈួតខ្លាំងមែនតើប៉ុន្តែជ្រូកនឹងក៏បានបញ្យល់ថាឲ្យសាគិតមើលទៅបើសិនជាយើងបានមើលគម្ពីរធម៌នៃព្រះពុទ្ធយើងនឹងខ្លាយទៅជាព្រះហើយពួកយើងនឹងខ្លាយទៅជាបិសាចដែលមានជីវិតអមតៈបិសាចកង្កែបនេះក៏បាននិយាយថាកំណត់ឈួតអញ្ចឹងគឺវាមិនធ្វើតាមអាជ្រូកទេពេលនឹងដែរវាក៏បានដើរចេញហើយបំរុងថានឹងត្រឡប់ទៅកាន់ភ្នំឡានទៅធ្វើជាអ្នកលាងចានវិញនៅក្នុងរូងព្រំស្ដេចបិសាចណាហើយជ្រូកនេះក៏អត់ខាត់អង្កែបដើរវាទៅចោះព្រោះថាឥឡូវនេះគឺភ្នំឡានគឺបិសាចទាំងអស់គឺចាប់ផ្ដើមគុំគួនពួកគេពីរនាក់ហ្នឹងហើយអញ្ចឹងឲ្យពួកគេហ៊ានត្រឡប់ទៅវិញដឹងតែសម្លាប់ចោលជាមិនខានអាកង្កែបនេះបន្ទាប់ពីអាជ្រូកអត់ខាត់អញ្ចឹងទៅវាក៏បានដើរត្រឡប់មកវិញថាអញមិនទៅភ្លឺឲ្យគេសម្លាប់ទេអញ្ចឹងទៅក៏បានចូលរួមផែនការជាមួយនឹងអាជ្រូកបន្ទាប់ពីនឹងមកពួកគេទាំងពីរនាក់ហ្នឹងក៏បានមកជួបជាមួយវិចិត្រករបិសាចមន់ហើយឲ្យវិចិត្រករបិសាចមន់ហ្នឹងគូគំនូប្រសងខាងជាមួយនឹងសិស្សរបស់គេបិសាចមន់ហ្នឹងក៏សួរសំណួរទៅកាន់អាជ្រូកថាម្ចាស់គំនូហ្នឹងមានរូបភិនភាពបែបម៉េចឲ្យគាត់គូហ្នឹងហើយអាជ្រូកហ្នឹងក៏បាននិយាយថាអត់ដឹងទេព្រោះតែឃើញផងវិចិត្រករមន់ហ្នឹងក៏បាននិយាយប្រាប់ទៅកាន់អាជ្រូកវិញថាអត់កើតទេនៅពេលដែលយើងគូគំនូណាមួយដែលអត់ច្បាស់ពីភិនភាពរបស់ម្ចាស់រូបគឺយើងមិនអាចគូចេញបានទេហើយពេលហ្នឹងដែរអាជ្រូកក៏បាននិយាយប៊ូលូទៅកាន់វិចិត្រករមន់ថាវិចិត្រករមន់ហ្នឹងបើកហាងយូរហើយបើតែអត់តន់ចេះគូគំនូបានស្មានផងណាដោយខ្លាចចាញ់ចិត្តអាជ្រូកហើយណាមួយឃើញប្រាក់ដែលអាជ្រូកយកមកសឹកប៉ាន់ហ្នឹងច្រើនផងអញ្ចឹងទៅវិចិត្រករមន់ហ្នឹងក៏បានសួរសំណួរខ្លះទៅកាន់អាជ្រូកហើយនៅទីបំផុតវិចិត្រករមន់ហ្នឹងក៏បានគូចេញនៅគំនូប៉ាន់ស្មានដែលមិនដឹងថាភិនភាពអាម៉េចទេចេះតែគូទៅស្រាប់តែចេញប្រសងខាងជាមួយនឹងកូនសិស្សរបស់គាត់ហ្នឹងដូចបេះបិទត្មងប៉ុន្តែអាជ្រូកហើយនឹងអង្កែបនេះមិនដឹងជាល្មិចទេអត់ស្គាល់ប្រសងខាងនឹងសិស្សរបស់គេផងស្រាប់តែនិយាយថាហេមើលទៅមិនដូចទេក៏ឲ្យវិចិត្រករមន់ហ្នឹងគូសាជាថ្មីហើយអាគំនូទី2ដែលវិចិត្រករមន់គូហ្នឹងក៏ដូចទៅនឹងគំនូទី1ខ្លាំងមែនតើអាជ្រូកហ្នឹងគឺអត់សុខចិត្តទេក៏បានឲ្យវិចិត្រករមន់ហ្នឹងគូម្ដងទៀតថាវិចិត្រករមន់ហ្នឹងធ្វើវិចិត្រករម៉ាក់អីបានគូអត់ចេញរូបប៉ានស្មានសោះពេលនឹងដែរប្រសាច់មន់ហ្នឹងក៏ចាប់ផ្ដើមខឹងហើយគាត់ហ្នឹងក៏បានបដិសេធថាគាត់ឈប់គូហើយគណៈពេលនឹងដែរជ្រូកហ្នឹងក៏បានដកយកអាស្រូវនៅក្នុងស្បោងនៅវាយកមកហ្នឹងបាច់ទៅលើតុហ្នឹងទៅមន់ហ្នឹងក៏បានមកចឹកតាមពិតស្រូវសោះមិនមែនប្រាក់ឯណានៅពេលដែលបានញ៉ាំស្រូវចឹងទៅបានវិចិត្រករមន់និយាយថាសម្រាប់អតិថិជន VIP គឺគាត់នឹងគូឲ្យច្រើនសន្លឹកខ្លាំងមែនតើឲ្យទៅត្រូវចិត្តនៅទីបំផុតបាទរូបគំនូប្រសងខាងនឹងសិស្សរបស់គាត់ដែរគូដោយវិចិត្រករមន់ប៉ានស្មានហ្នឹងគឺមានខ្លះទៅដូចមានខ្លះទៅមិនដូចហើយមានខ្លះទៀតទៅគឺរូបលក្ខណៈថាមើលមិនយល់ណាប៉ុន្តែរំពេញនោះដែរស្រាប់តែបិសាចកង្កែបនិងបិសាចជ្រូកហ្នឹងក៏បានចាប់អារម្មណ៍ទៅលើគំនូចុងក្រោយបាទមើលទៅគឺទំនងដូចពួកគេខ្លាំងមែនតើអញ្ចឹងទៅពួកគេសម្រេចចិត្តថាយកអាគំនូចុងក្រោយហ្នឹងហើយនៅទីបំផុតបាទផែនការរបស់ពួកគេទាំងពីរនាក់ក៏បានចាប់ផ្ដើមអនុវត្តដែលជ្រូកហ្នឹងបានឲ្យអាកង្កែបបន្លំខ្លួនធ្វើជាសងខាងពាក់ស្រោមមុខនេះចំណែកសមាជិកសិស្សសងខាង2នាក់ទៀតគឺអាជ្រូកព្យាយាមក្នុងការដើររកបិសាចណាដែលមានមុខមាត់ទម្រង់ដូចណាពួកគេនឹងព្យាយាមស្វែងរកអស់រយៈពេល3ថ្ងៃហើយក៏តែរកមិនឃើញទេអញ្ចឹងទៅពួកគេអស់សង្ឃឹមខ្លាំងមែនទែនក៏បាននាំគ្នាមកអង្គុយសម្រាកនៅកន្លែងខ្ទមអ្នកតានៅគណៈពេលនោះដែរពួកគេទាំងពីរនាក់ហ្នឹងក៏បានចែកដនអីជួបជាមួយនឹងបិសាចមួយក្បាលទៀតដែលមុខមាត់ហ្នឹងស្តៀងទៅនឹងរូបក្នុងគំនូនឹងខ្លាំងមែនទែនដោយបិសាចមួយហ្នឹងមានឈ្មោះថា Visol ដោយថងចំណុចហ្នឹងគឺ admin ដឹងថាអង់គ្លេសឈ្មោះគាត់ត្រូវទេបាទថាគ្នាយើងស្គាល់អីក៏អាច comment ប្រាប់នៅខាងក្រោមបានពេលហ្នឹងហើយដែរជ្រូកហ្នឹងក៏បាននិយាយប្រាប់ពីផែនការរបស់គេដើម្បីទៅចម្លងធម៌ខ្លាចទៅជាព្រះពុទ្ធហ្នឹងប្រាប់ទៅកាន់ Visol ហើយគេហ្នឹងក៏បានបន្តនិយាយទៀតថាបើសិនជាឯងធ្វើការនៅទីនេះរកបានតែមួយពេលទេក៏ប៉ុន្តែអនាគតគឺគ្មានដែនកំណត់អញ្ចឹងបើសិនជាឯងខ្លាចទៅជាព្រះនិងខ្លាចទៅជាមនុស្សម្នាក់ដែលមានជីវិតអមតៈ Visol ហ្នឹងក៏បានប្រាប់ឲ្យពួកគេហ្នឹងចាំមកផ្លែតគាត់ទៅក្រោយរូបសំណាក់ដូនតាសិនដល់ទៅពេលចេញមកវិញបាទមានកវិចមួយហ្នឹងហើយនិយាយប្រាប់ទៅកាន់អាជ្រូកនិងអង្កែបថាតោះតែអនុវត្តផែនការរបស់ពួកយើងអានតិតនេះលឿនរបស់គេណាហើយ Visol ហ្នឹងក៏បាននាំអាជ្រូកនិងអាកង្កែបទៅជួបជាមួយនឹងបិសាចមួយក្បាលទៀតដែលមានរូបរាងភិនភាគដូចទៅនឹងរូបគំនូនឹងចឹងបិសាចមួយក្បាលហ្នឹងគាត់មានឈ្មោះថា Gorilla ដោយសារតែគាត់រស់នៅក្នុងឡាងភ្នំយូរយារមកហើយព្រោះគាត់គឺជាបិសាចម្នាក់ដែល introvert ខ្លាំងមែនទែនតាំងពីគ្រួសាររបស់គាត់ត្រូវបានពួកបិសាចថ្នាក់ធំសម្លាប់ចោលមកគឺនៅសល់តែគាត់ម្នាក់ទេដែលសង្ងំរស់នៅក្នុងឡាងភ្នំគឺលាក់ខ្លួនមិនចង់ស្គាល់ពីណាគេទាំងអស់ហើយគាត់នឹងមានភាពកំសត់ខ្លាំងមែនទែនគាត់តែងតែនឹកដល់គ្រួសាររបស់គាត់ជានិច្ចអស់រយៈពេលជាង10ឆ្នាំមកនេះគឺភាពត្អូញត្អែររបស់គាត់គឺមិនចេះចប់មិនចេះហើយនោះទេអាចជ្រូកឯនោះក៏បាននិយាយថា Visol ចុះឯងមានគ្រួសារដូចគេដែរទេ Visol នឹងក៏បានប្រាប់
ប្រាប់ថាតាំងពីគាត់កើតមកគឺមានសុខភាពអត់ល្អទេហើយគាត់ក៏មិនដែលចំណាំថាម្ដាយរបស់គាត់មានមុខមាត់បែបម៉េចដែរព្រោះពីគាត់កើតមកដែលឃើញម្ដាយរបស់គាត់សោះប៉ុន្តែពីមុនមកហ្នឹងគាត់ក៏ធ្លាប់មានអតីតសង្សារម្នាក់ដែរក៏ប៉ុន្តែដោយសារតែសង្សាររបស់គាត់គិតតែគាត់នឹងនិយាយច្រើនពេកចឹងទៅបានគេសុំបែកគាត់តាំងពីណាពីណីមកម៉េះនិយាយមកដល់ចំណុចហ្នឹងពួកគេក៏បានចូលមកដល់ក្នុងរូងភ្នំរបស់បិសាច Gorilla រស់នៅប៉ុន្តែពួកគេអង្គុយចាំយូរហើយប៉ុន្តែអត់ឃើញបិសាចមួយក្បាលហ្នឹងចេញមកទេចឹងទៅអាជ្រូកហ្នឹងក៏បាននិយាយថាប្រហែលជាបិសាចមួយក្បាលហ្នឹងអត់ចូលរួមផែនការជាមួយនឹងពួកគេទេមើលទៅនៅគណៈពេលនឹងដែរក៏មានទឹកមាត់មួយធ្លាក់មកពីលើមកចំក្បាលកង្កែបដែលកំពុងតែស៊ីផ្លែប៉េះហើយនៅពេលដែលងាកទៅមើលទៅលើទៅឃើញថានោះឯងគឺជាបិសាច Gorilla បាទគឺរូបរាងដូចស្វាបេះបិទតែហ្មងហ្នឹងហើយបន្ទាប់ពីហ្នឹងមកអាជ្រូកហ្នឹងក៏បានរៀបរាប់ផែនការរបស់ពួកគេទាំង3នាក់ហ្នឹងដើម្បីរៀបគម្រោងទៅចម្លងធម៌រកគម្ពីរធម៌នៅភាគខាងលិចណាហើយទិសដៅដែលពួកគេទាំង3នាក់មកដល់ក្នុងឡាងភ្នំមួយនេះគឺដើម្បីអញ្ជើញ Gorilla ហ្នឹងឲ្យចូលរួមជាមួយពួកគេគណៈពេលនោះដែរបិសាចមួយហ្នឹងគឺអត់ព្រមចូលរួមទេដោយសារតែគាត់ជាបិសាចបែប introvert ចឹងឲ្យគាត់ចេញពីឡាងភ្នំគាត់គឺគាត់មិនទៅទេគណៈពេលនោះដែរហ្នឹងវិសលហ្នឹងក៏បាននិយាយបញ្យល់ទៅកាន់មិត្តរបស់ខ្លួនថា Gorilla ឯងមិនអាចប្រែជីវិតរស់នៅក្នុងឡាងភ្នំហ្នឹងអស់មួយជីវិតជារៀងរហូតនោះទេឯងត្រូវទៅជាមួយនឹងពួកយើងដើម្បីស្វែងរកគម្ពីរធម៌ខ្លាយទៅជាព្រះពុទ្ធដែលមានជីវិតអមតៈវាក៏ល្អជាជាងដែលឯងប្រែជីវិតតែម្នាក់ឯងរស់នៅក្នុងរូងភ្នំនេះអស់មួយជីវិតរំពេចហ្នឹង Gorilla ហ្នឹងក៏បានសួរវិសលថាពេលដែលយើងចាក់ចេញពីរូងភ្នំនេះទៅនឹងជួបមនុស្សច្រើនមែនអត់វិសលហ្នឹងក៏បាននិយាយថាត្រូវហើយប៉ុន្តែ Gorilla នេះឮចង់ក៏បានរត់គេចខ្លួនបាត់ទៅហើយពេលនោះវិសលហ្នឹងក៏បានទៅអង្វរ Gorilla ហ្នឹងម្ដងទៀតម្ដងនេះបិសាចកង្កែបហ្នឹងក៏បានចូលរួមបញ្ចុះបញ្ចូលដែរថាបើសិនជាឯងចេញក្រៅឡាងជាមួយនឹងពួកយើងឯងនឹងជួបជាមួយនឹងពិភពលោកដ៏សែនស្រស់បំព្រងហើយម្យ៉ាងឯងនឹងអាចជួបជាមួយនឹងស្វាញីដ៏ស្រស់ស្អាតដែលជាពូជអម្បូររបស់ឯងណាគាត់និយាយមកដល់ចំណុចហ្នឹងបាទធ្វើឲ្យ Gorilla ហ្នឹងគឺរត់គេចខ្លួនម្ដងទៀតបាត់ទៅបាទដោយសារតែគាត់ introvert ចឹងក៏និយាយរឿងស្នេហាឬក៏មនុស្សស្រីជាមួយនឹងគាត់ស្រាប់តែគណៈពេលនោះកង្កែបហ្នឹងក៏បានធ្វើឲ្យជ្រុះធ្លាក់ស្លាកឈ្មោះរបស់ខ្លួនហើយពេលដែល Gorilla បានឃើញស្លាកឈ្មោះមួយហ្នឹងទៅធ្វើឲ្យគាត់ភ័យខ្លាំងមែនទែនបិសាចជ្រូកហ្នឹងក៏បានសួរទៅកាន់វិសលថាមិនបាន Gorilla ខ្លាចស្លាកឈ្មោះមួយហ្នឹងវិសលហ្នឹងក៏បានសួរទៅកាន់បិសាចកង្កែបថាឯងមកពីរូងភ្នំស្ដេចមែនមូលហេតុដែល Gorilla ខ្លាចស្លាកឈ្មោះមួយហ្នឹងដោយសារតែពួកបិសាចដែលរស់នៅក្នុងរូងភ្នំស្ដេចគឺបានមកសម្លាប់គ្រួសាររបស់គេចឹងហើយបានជាគេឃើញស្លាកឈ្មោះមួយហ្នឹងគឺគេខ្លាចអាជ្រូកហ្នឹងក៏បានទៅចាប់មុខ Gorilla ហើយនិយាយប្រាប់ថាឯងស្ដាប់យើងណានេះជាផ្លូវចេញតែមួយគត់របស់ឯងត្រូវទៅតាមពួកយើងបើមិនទៅទេអញចាប់បខំឯងទៅឲ្យតទៅបានបាទពេលហ្នឹងហើយ Gorilla របស់យើងហ្នឹងក៏បានយំហើយអីដែលសំខាន់គឺគាត់គេបខំទៅឲ្យតទៅបានមែនបាទដើរទៅយំដើរបន្ទាប់ពីហ្នឹងមកពួកគេទាំង4នាក់ហ្នឹងក៏បានធ្វើដំណើរដើម្បីទៅលោកខាងលិចទៅចម្លងធម៌ហើយអ្វីដែលសំខាន់គឺដំណើររបស់ពួកគាត់ហ្នឹងគឺអារោគអារៈខ្លាំងមែនតើសូម្បីតែសេះមួយក្បាលដែលលួចគេមកហ្នឹងក៏លួចចំសេះបាក់ជើងដែរហើយជ្រូកហ្នឹងក៏បាននិយាយថាពួកគេទាំង4នាក់ហ្នឹងលែងជាបិសាចទៀតហើយពួកគេគឺជាព្រះសង្ឃថាងមានទូនីតិនៅក្នុងការទៅលោកខាងលិចដើម្បីចម្លងធម៌ធ្វើដំណើរអស់ចិត្តរាប់រយគីឡូធ្វើឲ្យពួកគេទាំង4នាក់ហ្នឹងគឺចាប់ផ្ដើមអស់កម្លាំងហើយក៏នាំគ្នាមកឈប់សម្រាកប៉ុន្តែនៅក្នុងពេលដែលសម្រាកហ្នឹងអាកង្កែបនេះក៏បានមើលឃើញទៅដល់ភូមិមួយនៅក្បែរហ្នឹងដែរអញ្ចឹងទៅគេក៏គ្រោងគ្នាថាគិតទៅបិណ្ឌបាតភូមិហ្នឹងដើម្បីយកចំណីអាហារមកបរិភោគខ្លាយអញ្ចឹងណាដោយសារពេលហ្នឹងពួកគេដាច់បាយហើយមកដល់មុខផ្ទះហ្នឹងពួកគេក៏គោះទ្វារថាម្ចាស់ផ្ទះអើយនៅឯសុំបិណ្ឌបាតអាហារខ្លះមកប៉ុន្តែគណៈពេលហ្នឹងម្ចាស់ផ្ទះគេគាត់ទៅឃើញហ្នឹងក៏បានចោទពួកគេថាជាបិសាចមិនមែនជាប្រសង់អីទេអត់ទាន់អស់សង្ឃឹមទេពួកគេទាំង4នាក់ហ្នឹងក៏បាននាំគ្នាទៅបិណ្ឌបាតគោះទ្វារនៅផ្ទះម្ខាងទៀតប៉ុន្តែមកលើកនេះគឺពួកគេបិទមុខអស់ហើយគឺឲ្យបណ្ណាគេមើលស្គាល់ថាពួកគេគឺជាបិសាចទេក៏ប៉ុន្តែម្ចាស់ផ្ទះហ្នឹងគាត់ទៅឃើញអញ្ចឹងក៏បានលាន់មាត់ថាចុំចោលចូលក្នុងភូមិវិញមិនបងយូរទេបាទអ្នកភូមិទាំងអស់ហ្នឹងក៏បាននាំគ្នាទាញបថៅអានាស់អាណាយដេញកាប់ដេញទាត់ដេញធាក់ពួកគេទាំង4នាក់នោះរត់ខ្ចាត់ខ្ចាយពេញហ្នឹងស្រាប់តែពួកគេរត់មកដល់កន្លែងមួយក៏បានឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយញ៉ាំផ្លូវមាន់យ៉ាងឆ្ងាញ់តែម្ដងគណៈពេលដែលក្មេងប្រុសម្នាក់ហ្នឹងបានឃើញពួកគេទាំង4នាក់ហ្នឹងក៏បានសួរថាពួកគេហ្នឹងជាពីណាគេហើយពួកគេទាំង4នាក់ហ្នឹងក៏បានរៀបរាប់ខ្លួនរបស់ពួកគេថាពួកគេគឺជាព្រះសង្ឃថាងដែលទទួលភារកិច្ចពីខាងកើតទៅចម្លងធម៌នៅទិសខាងលិចអីចឹងណាពេលហ្នឹងហើយក្មេងប្រុសម្នាក់ហ្នឹងក៏បានសើចចំអកទៅកាន់ពួកគេថាគេមិនជឿទេព្រះសង្ឃថាងណាពាក់ស្រោមមុខអញ្ចឹងវិសលនេះក៏បានដកស្រោមមុខអាងកែបហ្នឹងក៏បត់ចោលគាត់ខឹងខ្លាំងមែនទែនប្រឡំខ្លួនប៉ុណ្ណឹងណាអត់មានអ្នកស្គាល់ទេពេលហ្នឹងហើយគាត់ក៏បានសួរទៅកាន់ក្មេងប្រុសម្នាក់ហ្នឹងថាមានស្គាល់ភិនភាគរបស់ព្រះសង្ឃថាងជាមួយនឹងសិស្សរបស់គេអត់ក្មេងប្រុសម្នាក់ហ្នឹងគាត់ក៏តបមកវិញថាគាត់ស្គាល់ជាទូទៅកូនសិស្សទី3របស់ព្រះសង្ឃថាងគឺតែងតែមានពុកចង្ការពុកមាត់ហ្នឹងហើយអាវុធដែលគាត់កាន់ហ្នឹងគឺប៉ែមួយហើយចំណែកជ្រូកដែលឈ្មោះថាប៉ៅចៃរស់វិញតែងតែកាន់អានាស់អាវុធរបស់ខ្លួនហ្នឹងជានិច្ចតែហ្មងហើយចំណែកស៊ុនអ៊ូខុងដែលជាស្ដេចស្វាហ្នឹងគឺតែងតែលីក៏ដូចជាដំបងមាសរបស់ខ្លួនហ្នឹងជាប់តាមខ្លួនជានិច្ចហើយចំណែកកលេចមកភិនភាគពួកគេទាំង4នាក់នេះវិញគឺថាប្រឡំខ្លួនឲ្យសត់សាតគ្មានដូចជាមួយនឹងប្រសងថាងនិងកូនសិស្សរបស់គេសូម្បីតែមកបៀកនិយាយមកដល់ចំណុចនេះស្រាប់តែម្ដាយរបស់ក្មេងប្រុសម្នាក់ហ្នឹងក៏បានហៅគាត់ហ្នឹងឲ្យត្រឡប់ចូលផ្ទះវិញដោយសារតែមេចិត្តយប់ហើយកាត់មកដល់ពេលយប់ត្មងគឺថាបីសាច់ទាំង4ក្បាលហ្នឹងគឺបានដេកយ៉ាងអស់សង្ឃឹមហើយណាមួយពួកគាត់គឺឃ្លានទៀតអត់មានបាយចូលពោះសូម្បីតែមួយគ្រាប់ដល់ពេលហ្នឹងដែរជ្រូកហ្នឹងក៏បានដេកគិតខ្លួនឯងណាថាគាត់ហ្នឹងបានបរាជ័យក្នុងការប្រឡងចូលធ្វើជាអ្នកបម្រើនៅក្នុងរូងភ្នំស្ដេចមិនត្រឹមតែប៉ុណ្្នឹងទេក៏ត្រូវបានពួកបិសាចថ្នាក់ខ្ពស់ហ្នឹងដេញ
តាមប្រមាញ់ពួកគេទៀតអញ្ចឹងហើយផែនការរបស់គេទាំង4នាក់ហ្នឹងដើម្បីបន្លំខ្លួនធ្វើជាសងខាងទៅចម្លងធននៅភាគខាងលិចគឺត្រូវតែធ្វើឲ្យបានបើទោះបីជាត្រូវជួបឧបសគ្គច្រើនប៉ុណ្ណាក៏ដោយក៏គេនៅតែបដិញ្ញាចិត្តថាត្រូវតែធ្វើវាឲ្យបានព្រោះថាមានតែផ្លូវដើរមួយនេះទេតែឲ្យពួកគេទាំង4នាក់ហ្នឹងមានជីវិតខ្ពង់ខ្ពស់នៅថ្ងៃអនាគតរំពេចនងដែរស្រាប់តែអាកង្កែបហ្នឹងក៏បានលន់មាត់ថាខ្ញុំប្រាប់ហើយតែផែនការជ្រូកឯងហ្នឹងគ្មានប្រយោជន៍ទេទៅចម្លងធននៅភាគខាងលិចយកកំពីធွာបកាច់យកលបលកាច់អីទេលេងសំបីតែការបន្លំខ្លួនធ្វើជាសងខាងហ្នឹងក៏ឲ្យកូនក្មេងតូចមួយចាប់បានដែរអាជ្រូកនេះក៏បានស្រែកដាក់កង្កែបថាឈប់ត្អូញត្អែទៅពួកយើងត្រូវតែចាប់ផ្ដើមហាត់សមត្រាប់តាមឲ្យដោយសកម្មភាពរបស់សងខាងហើយនឹងសិស្សរបស់គេហើយគាត់ក៏និយាយទៅកាន់ Gorilla ណាថា Gorilla ឯងគឺជាមហាទេពស្មៅមេឃណាសម្ដែងឲ្យសមតិចមើល Gorilla នោះក៏និយាយថាអត់ទេខ្ញុំមិនមែនជាមហាទេពស្មៅមេឃស្ដេចស្វាស៊ុនអូខុងអីនងទេគឺខ្ញុំគឺជាស្វា introvert ដែលរស់នៅក្នុងរូងភ្នំដ៏សែនកំសត់អាជ្រូកនេះលឺអញ្ចឹងកាន់តែខឹងក៏បានស្រែកដាក់ Gorilla ថាស្វា introvert ម៉ែអីស្អីទៀតឥឡូវនេះយើងកំពុងតែសម្ដែងធ្វើឲ្យដូចសងខាងដោយសារតែភាពមិនចុះសម្រងគ្នាដល់អញ្ចឹងទៅធ្វើឲ្យពួកគេទាំង4នាក់ហ្នឹងក៏បានចាប់ផ្ដើមឆ្លោះទាស់តែងសម្ដីគ្នាណាបន្ទាប់ពីហ្នឹងមកពួកគេក៏បានបែកជើងគ្នារត់អស់ទៅប៉ុន្តែក៏សូមសរសើរទៅកាន់ពួកគាត់ទាំង4នាក់ហ្នឹងដែរទោះបីជាឆ្លោះគ្នាទាស់សម្ដីគ្នាយ៉ាងណាក៏ដោយក៏ពួកគាត់ទាំង4នាក់ហ្នឹងមិនបោះបង់ចោលផែនការរបស់ពួកគាត់ដែរនៅព្រឹកបន្ទាប់មកស្រាប់តែពួកគាត់បានធ្វើការវឹកហាត់ក៏ដូចជាតែងខ្លួនឲ្យសមឲ្យដូចទៅនឹងសិស្សសងខាងក៏ដូចជាសងខាងណាដោយសัตว์បិសាចវិសលណាគាត់ក៏បានធ្វើការតុបតែងខ្លួនមុខមាត់របស់គាត់ហ្នឹងពាក់ពុកចង្ការពាក់ពុកមាត់អីឲ្យដូចទៅនឹងសិស្សទី3របស់សងខាងដល់ទៅពេលបិសាចកែបនេះឃើញអញ្ចឹងក៏បានសួរចុំវិសលឯងបានពុកមាត់ហ្នឹងមកពីណាពេលនោះដែរគាត់ក៏បានប្រាប់ថានោះបានមកពីរោមរបស់ Gorilla ហើយបិសាចកង្កែបគាត់ក៏បានទៅលើកទឹកចិត្តឲ្យ Gorilla ថា Gorilla ឯងគឺជាស្ដេចស្វាស៊ុនអូខុងដែលត្រូវជាសិស្សច្បងគេពេលហ្នឹង Gorilla ហ្នឹងក៏ឆ្លើយមកវិញថាអូខ្ញុំជាស្ដេចស្វាយពេលហ្នឹងអាជ្រូកនេះលូចង់ខំខ្លាំងមែនតើមកដបល់យកខំបញ្យល់វាឡើងមកយប់អត់បានដេកទៅវានៅសួរខ្លួនវាថាជាស្ដេចស្វាទៀតបិសាចកង្កែបហ្នឹងក៏បានទៅខត់អាជ្រូកថាមានរឿងអីនិយាយគ្នាស្រួលបួទៅប្រាប់ណែនាំគ្នាតាមសតិវិធីទៅកុំអាំងអីប្រើតាមអំពើហិង្សាអាជ្រូកនេះបន្ទាប់ពីកលេចឃើញកែបគាត់យកប៉ែលអានោះអាណាអីយកមកអញ្ចឹងទៅក៏សួរថាកែបហ្នឹងបានរបស់ទាំងអស់ហ្នឹងមកពីណានេះកុំប្រាប់តែទៅលួចគេក៏ប៉ុន្តែកែបហ្នឹងគាត់ថាអត់ទេគាត់មិនមែនចោលទេគាត់បានរើសអុសជាច្រើនតែឲ្យទុកឲ្យអ្នកភូមិអញ្ចឹងទៅគាត់ក៏បានយករបស់ទាំងអស់ហ្នឹងមកបដូរជាមួយអុសទៅបាទបន្ទាប់បីជាពួកគាត់គឺជាបិសាចក៏ពិតមែនប៉ុន្តែបិសាចពួកគាត់នេះគឺថ្លៃថ្នូរណាស់គឺមិនធ្វើចោលលួចរបស់គេទេហើយពួកគេក៏បានយករបស់ទាំងអស់នោះយកទៅសម្លៀងធ្វើជាអាវុធប្រចាំរៀងខ្លួនប៉ុន្តែគណៈពេលដែលជ្រូកនេះកំពុងតែរៀបចំបន្លំខ្លួនស្រាប់តែគាត់បានឮសំឡេងកង្កែបនឹងកំពុងតែស្រែកដាក់ Gorilla កង្កែបនឹងស្រែកទាំងកំហឹងដាក់ Gorilla ណាថាមកអាលបលយកអញប្រាប់តែឯងជាស្ដេចស្វាមហាទេពស្មៅមើលយូរឯងនៅសួរអញដែរយីអាជ្រូកឃើញចឹងក៏បានទៅខាត់កង្កែបណាថាកុំធ្វើបែបហ្នឹងមានរឿងអីនិយាយប្រាប់វាឲ្យស្រួលបួទៅកុំអាំងអីស្រែកអាំងអីប្រើអំពើហិង្សាចឹងអត់បានទេយើងត្រូវនិយាយដល់សន្តិវិធីណាប៉ុន្តែកង្កែបហ្នឹងក៏បានប្រាប់អាជ្រូកថាឲ្យលែងអញបានហ្នឹងម្ដងតបល់យកមកព្រឹកឲ្យគ្រាន់តែអង្គុយបញ្យល់ប្រាប់វាថាវាត្រូវសម្ដែងធ្វើជាស្ដេចស្វាស៊ុនអូខុងមហាទេពស្មៅមេឃប៉ុន្តែវានៅតែប្រកែកថាវាមិនមែនជាស្ដេចស្វាមហាទេពស្មៅមេឃអីទេវាគឺជាស្វា introvert រស់នៅក្នុងលអាងភ្នំឯណានោះវិញចរិតបែបណាញអត់សូ respect ទេបាទវាយអើយបាទកន្លែងមកកាន់វិសណែវិញគឺថាអត់ខ្វល់ទេចង់ប្រកែកណាឆ្លោះគ្នាមិនឆ្លោះទៅសំខាន់គឺគាត់សម្លៀងប៉ែរបស់គាត់ឲ្យមុតដើម្បីសម្ដែងឲ្យសមធ្វើជាសិស្សទី3របស់សង្ឃថាងបើជ្រូកឯណាវិញបាទកំពុងតែចាំកែបហើយកែបណាគាត់យកដៃវាយកើតមានតែយកអណ្ដាតវាយសិនណាហើយចំពោះ Gorilla នេះវិញបាទគាត់គឺជាស្វា introvert ចឹង slow boat មែនតើអត់ហ៊ានតដៃមួយគេទេបានត្រឹមតែអង្គុយសម្រក់ទឹកភ្នែកតែម្នាក់ឯងណាកាត់មកដល់ពេលមួយបាទមិនយូរមិនឆាប់ទេពួកគេក៏បានធ្វើដំណើរមកដល់វិហារមួយអញ្ចឹងទៅបីសាច់បន្លំខ្លួនទាំង4នាក់ហ្នឹងក៏បានធ្វើការចូលទៅបិណ្ឌបាតសុំបាយខ្លះពីចាស់ព្រឹទ្ធាចារ្យដែលរស់នៅក្នុងវិហារមួយហ្នឹងគណៈពេលហ្នឹងដែរចាស់ព្រឹទ្ធាចារ្យម្នាក់ហ្នឹងគឺគាត់ចាស់ហើយមើលសវាងភ្នែកដឹងថាពីណាជាពីណីទេក៏បានសួរថាពួកគេទាំង4នាក់ហ្នឹងគឺជាពីណាគេពេលហ្នឹងអាជ្រូកហ្នឹងក៏បាននិយាយថាពួកគេទាំង3នាក់គឺជាសិស្សរបស់ព្រះសង្ឃថាងហើយនេះគឺជាព្រះសង្ឃថាងដែលទទួលបញ្ជាពីខាងកើតទៅចម្លងធនទៅទិសខាងលិចចាស់ព្រឹទ្ធាចារ្យនៅពេលដែលឮចឹងក៏គាត់សង្ស័យអីដែរហើយណាមួយគាត់ចាស់ផងភ្នែកសវាងហើយគាត់មិនដែលឃើញព្រះសង្ឃថាងមុខអាម៉េចផងដល់ចឹងចេះជឿតាមពួកអស់ហ្នឹងណាបាទហើយគាត់ក៏បានហៅបិសាចទាំង4នាក់ហ្នឹងឲ្យចូលទៅក្នុងវិហាររបស់គាត់ដើម្បីធ្វើការបរិភោគចំហាន់ប្រគេនអីចឹងទៅកលែងមកកាន់បិសាចទាំង4នាក់ហ្នឹងវិញបន្ទាប់ពីលោកតាចាស់ព្រឹទ្ធាចារ្យហ្នឹងបកុលបាយអីឲ្យចឹងទៅគាត់ក៏បានធ្វើការញ៉ាំយ៉ាងឆ្ងាញ់ពិសាតែហ្មងឃ្លានដោយសារតែដាច់បាយពី3ថ្ងៃហើយពេលកំពុងតែញ៉ាំបាយហ្នឹងបិសាចកង្កែបហ្នឹងក៏បានស្រក់ទឹកភ្នែកហើយលោកចាស់ព្រឹទ្ធាចារ្យហ្នឹងក៏បានសួរថាមូលហេតុអីបានជាគាត់យំកង្កែបហ្នឹងក៏បានឆ្លើយទាំងអួលដើមកស្រក់ទឹកភ្នែកថាគាត់ធ្លាប់តែធ្វើបាយម្ហូបឲ្យគេនៅក្នុងរូងភ្នំស្ដេចគាត់មិនដែលញ៉ាំបាយម្ហូបដែលគេធ្វើឲ្យគាត់នោះទេក៏ប៉ុន្តែឥឡូវនេះគឺគាត់បានញ៉ាំហើយអញ្ចឹងហើយធ្វើឲ្យគាត់ក្តុកក្តួលស្រក់ទឹកភ្នែកទុកសឹងតែមិនជាប់ណាអាចជ្រូកនោះឮចឹងក៏បានទៅក្តិចគូតកង្កែបថាកុំនិយាយច្រើនពេកវាយ៉ាក៏ចាប់បានវយបន្ទាប់ពីហ្នឹងមកកង្កែបក៏បានចាប់ផ្ដើមសួរទៅកាន់ចាស់ព្រឹទ្ធាចារ្យថាគាត់នឹងមានកូនសិស្សអត់តែកូនសិស្សរបស់គាត់នៅឯណា
ហើយមិនបានឃើញតែគាត់ម្នាក់នៅក្នុងប្រាសាទនឹងអញ្ចឹងចាស់ព្រឹទ្ធាចារ្យគាត់ក៏បាននិយាយថាគាត់នឹងនៅតែម្នាក់ឯងទេបន្ទាប់ពីសង្គ្រាមឥតឈប់ឈរមកដែនដីសម្បូរទៅដោយពួកបិសាចដកកាយសាហាវហើយមនុស្សជាច្រើនក៏ត្រូវបានរត់ជៀសជម្លៀសខ្លួនចេញសូម្បីតែកូនសិស្សរបស់គាត់ក៏ត្រូវបានរត់ចាកចេញអស់ដែរនៅសេសសល់តែគាត់ម្នាក់ឯងទេនៅមើលថែក្នុងវិហារមួយហ្នឹងបន្ទាប់ពីបរិភោគចំហាន់អីហើយពួកគេទាំង4នាក់ក៏បានធ្វើការលាចាស់ព្រឹទ្ធាចារ្យត្រឡប់ទៅធ្វើដំណើរបន្តទៅមុខទៀតបន្ទាប់ពីនោះមកជ្រូកក៏បានលាន់មាត់ថាជោគជ័យហើយការបន្លំខ្លួនធ្វើជាសងខាងហើយនឹងកូនសិស្សរបស់គេហ្នឹងគឺថាជោគជ័យតែម្ដងបោកភ្នែកប្រសងនៅក្នុងវត្តដោយបានចង្ហាន់ហូបយ៉ាងឆ្អែតទាំងអស់គ្នាតែហ្មងហើយជ្រូកហ្នឹងក៏បន្តលើកសរសើរទៅកាន់កែបណាថាងកែបនេះបន្លំខ្លួនធ្វើជាសងខាងដូចបេះបិទតែហ្មងណាអី so respect ប៉ុន្តែបន្ទាប់ពីពួកគេទៅ4នាក់ហ្នឹងសម្រាប់នៅក្រោមដើមឈើម្លប់ត្រជាក់មួយស្រាប់តែវិសលហ្នឹងក៏បានមកដាជ្រូកហើយប្រាប់ថាសិស្សច្បងទី2ណលោកគ្រូថាងជ័យកែបហ្នឹងគឺត្រូវបានបិសាចចាប់យកទៅបាត់ហើយកលែងមកកាន់លោកគ្រូថាងជ័យខ្លែងកែបនេះវិញបាទក៏ត្រូវបានបិសាចចចហ្នឹងចាប់យកមកបំរុងថានឹងស្ងោស៊ីសាច់ណាពេលនោះហើយកែបហ្នឹងភ័យខ្លាំងមែនតើក៏បានប្រាប់ទៅកាន់បិសាចចច2ក្បាលហ្នឹងថាគាត់ហ្នឹងមិនមែនជាថាងជ័យអីទេគាត់គ្រាន់តែបន្លំខ្លួនធ្វើជាថាងជ័យតាមពិតគាត់ក៏បិសាចដូចគ្នាដែរគឺបិសាចកែបប៉ុន្តែបិសាចចចដែលត្រូវជាបងធំគេណាគឺគាត់អត់ជឿទេគាត់គិតថាសងថាម្នាក់ហ្នឹងគឺកំពុងតែនិយាយកុហកដើម្បីពជាពេលឲ្យសិស្សរបស់គេដែលមានឈ្មោះថាសុនអ៊ូខុងហ្នឹងមកជួយគេអញ្ចឹងណាពេលនោះដែរបិសាចចចមកក្បាលទៀតហ្នឹងក៏បានសួរបងធំមកសុនអ៊ូខុងហ្នឹងជាពីណាគេហើយបិសាចចចដែលត្រូវជាបងធំគេហ្នឹងក៏បាននិយាយថាសុនអ៊ូខុងហ្នឹងគឺជាបិសាចស្វាមហាទេពស្មើមេឃមានមហិទ្ធិឫទ្ធិខ្លាំងក្លាណាស់សូម្បីតែពួកគេទាំងពីរនាក់ក៏មិនអាចប្រយុទ្ធឈ្នះសុនអ៊ូខុងម្នាក់ហ្នឹងដែរក៏ប៉ុន្តែមិនជាបញ្ហាទេឥឡូវនេះគ្រូរបស់គេនៅក្នុងដៃរបស់យើងនៅពេលណាដែលយើងបានស៊ីសាច់សងខាងហើយយើងនឹងមានជីវិតអមតៈហើយអាចប្រយុទ្ធជាមួយនឹងសុនអ៊ូខុងបានហើយពេលនោះដែរបិសាចកែបហ្នឹងក៏បាននិយាយបញ្យល់ពួកនឹងម្ដងទៀតណាថាគាត់មិនមែនសងខាងទេនិយាយដែលអីទៀតគាត់ក៏ជាបិសាចបើមិនជឿទេដោះកៅអៅគាត់មើលទៅដឹងហើយបិសាចចចទី2នេះក៏បាននិយាយដែរថាបងធំមកពេលដែលយើងស្ងោសងខាងទាំងកៅអៅទាំងអីចឹងទៅមើលទៅវាអត់អនាម័យទេអញ្ចឹងដោះកៅអៅគេត្មងទៅហើយនៅពេលដែលពួកគេដោះកៅអៅចេញទៅបាទគឺថាកង្កែបឲ្យសុតសាតមិនមែន AI ទេគឺកង្កែបពិតប្រាកដត្មងគណៈពេលនឹងដែរស្ដាច់ចចណាគឺថាអត់ខ្វល់ទេបាទចង់កែបនឹងជាທາງចេញពិតប្រាកដឬខ្លាញ់ខ្លាយយ៉ាងម៉េចក៏ដោយក៏ត្រូវតែស្ងោកែបនឹងទាំងរស់នៅពេលនឹងដែរហើយកូនចៅរបស់បិសាចចចហ្នឹងក៏បានកាត់ខ្សែនឹងទៅធ្លាក់កែបចូលក្នុងទឹកក្តៅនឹងភ្លុងតែម្ដងអូមិនដឹងជាមិនអាម៉ាទេកែបທາງចេញរបស់យើងកន្លែងមកកាន់បិសាចដែលត្រូវជាអ្នកយាមនៅខាងក្រៅដែរវិញនៅសុកក៏បានលឺសំឡេងចម្លែកមួយលហើចេញពីក្រោយថ្មណាអញ្ចឹងទៅគាត់ក៏បានដើរទៅលើមើលហើយក៏បានឃើញបាក់ពួកគ្នារបស់ជ្រូកហ្នឹងនៅកន្លែងហ្នឹងដែរហាជ្រូកហ្នឹងក៏បានរៀបរាប់ពីផែនការចូលរំដោះបិសាចកង្កែបណាពេលនេះអាជ្រូកក៏បានរំលឹកប្រាប់ទៅកាន់ហ្គូរីឡាថាហ្គូរីឡាឯងក៏ជាស្ដេចស្វាមហាទេពស្មើមេឃសុនអ៊ូខុងណាត្រូវចាំបាទហ្គូរីឡាហ្នឹងគាត់ក៏បាននិយាយថាអូខ្ញុំគឺជាមហាទេពស្មើមេឃសុនអ៊ូខុងវាស្របពេលដែលកូនចៅស្ដេចចចហ្នឹងក៏បានមកស្ដាប់ទាល់ហើយណាមួយឃើញស្ថានភាពពេលហ្នឹងគឺពួកគេ3នាក់កំពុងតែត្រៀមក្នុងការចូលវិវហាក្នុងជំរំរបស់ស្ដេចចចហើយកូនចៅស្ដេចចចគឺមិនមកអង្គយូរទេក៏បានយកដំណឹងហ្នឹងប្រាប់ទៅកាន់ស្ដេចចចថាស្ដេចចចនៅខាងក្រៅមានស្វាមួយក្បាលក៏ដូចជាមានជ្រូកហើយនឹងសត្វចម្លែកមួយក្បាលទៀតបានហៅខ្លួនឯងថាគឺជាមហាទេពស្មើមេឃសុនអ៊ូខុងឥឡូវហ្នឹងពួកគេកំពុងតែនៅខាងក្រៅកំពុងតែរៀបគម្រោងការវាយកំទេចជំរំរបស់យើងចំណែកស្ដេចចចពីក្បាលនេះបន្ទាប់ពីលើកូនចៅរបស់ខ្លួនរំលឹកឈ្មោះដល់សុនអ៊ូខុងមហាទេពស្មើមេឃក៏ចាប់ផ្ដើមលេបទឹកមាត់ហើយប្រាប់ទៅកាន់កូនចៅរបស់គាត់ថាមកអត់ហើយយកអាវុធមកតាមយើងចេញទៅក្រៅហ្នឹងបាទស្មន់ទៅវាយប្រយុទ្ធគ្នាណាមានណាស្រាប់តែក្រុមស្ដេចចចទាំងអស់ហ្នឹងក៏បានស្វាគមន៍អ្នកក្លាហានទាំង3នាក់របស់យើងហ្នឹងយ៉ាងដិតដល់តែហ្មងហើយតាមការពិតទៅបិសាចកង្កែបនេះគឺអត់ទាន់ឆ្អិនស្លាប់ទេបាទគឺថានៅរស់ឡើយទេព្រោះថាទឹកដែលដាំហ្នឹងគឺអត់ទាន់ពុះហើយក៏អត់ទាន់ក្តៅដែរតែក្តៅអ៊ុនអ៊ុនអញ្ចឹងទៅវាទៅជាអាងទឹកដែលពួកគេទាំង4នាក់ហ្នឹងកំពុងតែលេងកំសាន្តយ៉ាងសប្បាយតែហ្មងហើយក៏មានកូនចៅបិសាចចចហ្នឹងម៉ាស្សាជួយអីចឹងណាពួកបិសាចទាំងអស់ហ្នឹងអត់មានដឹងថាបិសាច3នាក់ហ្នឹងគឺបន្លំខ្លួនធ្វើជាសិនអ៊ូខុងអីទេបាទគឺថាមកទទួលស្វាគមន៍យ៉ាងដិតដល់តែហ្មងហ្នឹងហើយបន្ទាប់ពីហ្នឹងមកបិសាចទាំង4ក្បាលហ្នឹងក៏បានធ្វើដំណើរបន្តទៅមុខទៀតអញ្ចឹងទៅចាក់ចេញពីជំរំរបស់បិសាចចចបន្តិចក្រោយមកហ្នឹងបិសាចចចដែលត្រូវជាប្អូនក៏បានសួរបងធំមកហើយមិនបានសុនអ៊ូខុងមហាទេពស្មើមេឃស្ងប់ស្ងាត់ម៉េះ introvert អត់សូវចេះនិយាយអីចឹងបិសាចចចដែលត្រូវជាបងធំគេហ្នឹងក៏បានឆ្លើយថាអញ្ចឹងហើយមហាទេពស្មើមេឃសុនអ៊ូខុងដែលមានអំណាចរដ្ឋិខ្លាំងក្លាគឺគេអត់ចេះនិយាយច្រើនទេគេតែងតែស្ងប់ស្ងាត់ធ្វើដំណើរនៅតាមផ្លូវនេះកង្កែបហ្នឹងក៏បានកោតសរសើរនឹងចំណែនទៅកាន់ហ្គូរីឡាណាថាគាត់គឺសម្ដែងសមធ្វើជាស្ដេចស្វាសុនអ៊ូខុងខ្លាំងមែនតើនិយាយទៅមុខគាត់គឺដូចតែម្ដងពាក់មកកប់អញ្ចឹងទៀតគឺថាអែមស្រែបដល់ហ្គូរីឡាណាបន្ទាប់ពីបានការកោតសរសើរពីកែបពីមិត្តរួមក្រុមរបស់គាត់អញ្ចឹងទៅបាទមានអំណួតលើខ្លួនឯងតែម្ដងគឺដើរធ្វើពើងទ្រូងហើយធ្វើដូចខ្លួនឯងនឹងជាស្ដេចស្វាសុនអ៊ូខុងពិតប្រាកដអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីហ្នឹងមកពួកគាត់ក៏បានធ្វើដំណើរទៅលោកខាងលិចដើម្បីបន្តដំណើរទៅចម្លងធម៌ទៀតដោយបន្លំខ្លួនធ្វើជាសង្ឃាងហើយនឹងសិស្សរបស់សង្ឃាងគ្មានពីណាគេដឹងទេ